ចាជំរាបសួរអ្នកទាំងអស់គ្នាមកជួបនឹងខ្ញុំទៀតហើយតាមរយៈការធ្វើទឹកបន្លែសុខភាពញ៉ាំប្រចាំថ្ងៃទឹកបន្លែសុខភាពនេះមានប្រយោជន៍សម្រាប់សុខភាពស្បែកខ្លាំងមែនទែនសង្កេតឃើញខ្លួនឯងដោយសារខ្ញុំជំនុំអ្នកជួយចិត្តលាបលេពួកឯលាបលេទៅមានអារម្មណ៍ថាសោកសាប់គេអត់លក់តែខ្ញុំមកងាកមកធ្វើជាទឹកបន្លែស្ងោរញ៉ាំសម្រាប់សុខភាពប្រចាំថ្ងៃសម្រាប់ទាំងសុខភាពល្អទាំងសម្រាប់ល្អទាំងសុខភាពស្បែកល្អទាំងសុខភាពរាងកាយផងដែរមានអីច្រើនទេអ្នកទាំងអស់គ្នាមានតែបន្លែដែលឃើញក្នុងវីដេអូហ្នឹងទៅមានល្ពៅមានការ៉ុតមានផ្កាខាត់ណាខៀវមានស្លឹកមុខលាងស្អាតនៅលាងដាក់បានបងនឹងឯងយើងយកវាទៅទឹកចិត្តវាស្អាតចំណិតហើយយើងចាត់វាឲ្យរៀងតូចតិចព្រោះអីយើងស្ងោរហើយយើងកិនទៅងាយស្រួលក្នុងការធ្វើតបពីយើងបានជាបន្លែហើយយើងយកវាមកដាក់ស្ងោរយើងដាក់របស់រឹងមុនហ្នឹងអ្នកគ្នាហើយមួយរំពុះទៅតវាឆ្អិនទៅយើងក៏ដាក់ស្លឹកងប់ស្លឹកបាសនឹងចូលបដាទៅហើយយើងឲ្យវាមួយរំពុះហើយយើងស្រង់វាមកហើយយើងកិនវាទៅអ្នកទាំងអស់គ្នាកិនហើយយើងក៏យកវាទៅដាក់ស្ងោរម្ដងទៀតទឹកនេះមានប្រយោជន៍មែនទែនសម្រាប់សុខភាពស្បែករបស់យើងខ្ញុំសម្រាប់ខ្ញុំផឹកវាមួយថ្ងៃ2 3 ដងដែរដោយសារពេលព្រឹកខ្ញុំផឹកទឹកហ្នឹងទៅវាមានអារម្មណ៍ថាវាឆ្អែតដោយសារវាមានល្ពៅមានការ៉ុតមានវារបស់ធ្ងន់អញ្ចឹងណាគិតទាំងអស់គ្នាយើងញ៉ាំវាទៅវាឆ្អែតពេលថ្ងៃពេលខ្លះទៅពេលមុនពេលគេយើងផឹកទៀតទៅវារក្សាទម្ងន់យើងអត់ធ្វើឲ្យយើងឡើងគីឡូធ្វើឲ្យយើងស្អាតសុខភាពស្បែកយើងល្អអីចឹងហើយល្អមែនទែនសម្រាប់អ្នកហាត់ប្រាណសម្រាប់អ្នកដែលអត់ចង់បានរៀងធាត់អីចឹងអរគុណអ្នកទាំងអស់គ្នាមានតែប៉ុណ្្នឹងឯងជូនពរសុខភាពល្អទាំងអស់គ្នា